កែសល់បាយកកច្រើនមែនអត់បងប្អូនយកមកឆាបាយបែបនេះឆ្ងាញ់ណាស់មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេវិធីធ្វើវិញក៏កាន់តែងាយស្រួលទៀតជាដំបូងក៏យើងត្រូវការយកសណ្តែកជាមួយនឹងការ៉ុតហ្នឹងមកស្រុះសិនយើងហាន់ការ៉ុតជាចំណិតតូចៗចឹងមកដោយក្របសណ្តែកដែរយើងស្រូបប្រហែលជា5ទៅ6នាទីឲ្យឆ្អិនសិនទៅយើងស្រង់ដាក់ឲ្យស្រស់ទឹកសិនណាបងប្អូនចាបន្តមកទៀតគឺយើងត្រូវការហាន់សាច់ក្រកខ្ញុំដាក់ជាប្រភេទសាច់ក្រកណាគីបងប្អូនដាក់សាច់ក្រកអីក៏បានដែរតាមការចូលចិត្តឥឡូវយើងចាប់ផ្ដើមដាក់ប្រេងឆាហើយយើងបើកភ្លើងតិចមកចាហើយយើងដាក់ពងមាន់ចំនួន4គ្រាប់ពងមាន់ដាក់តិចឬដាក់ច្រើនតាមការចូលចិត្តហើយយើងឆាពងមាន់យើងឲ្យឆ្អិនតិចមកចាំយើងចាក់បាយកកយើងចូលទៅបាយនេះគឺបាយកកសល់ពីល្ងាចមិញអញ្ចឹងទៅយកមកឆាអញ្ចឹងទៅបងប្អូនគឺសល់មួយចានដែរហើយឆាឲ្យសព្វមួយពងមាន់ហ្នឹងទៅហើយយើងដាក់ជាមួយនឹងបន្លែយើងចូលមកហើយនឹងសាច់ក្រកយើងហ្នឹងដាក់ឆាជាមួយគ្នានឹងតែម្ដងគ្រឿងឆាបាយគឺយើងអត់មានអីច្រើនទេខ្ញុំដាក់តែអំបិលម្សៅស៊ុបមាន់ណាបងប្អូនហើយនឹងទឹកស៊ីអ៊ីវបន្តិចផងដែរគឺមានតែ3មុខហ្នឹងទេដែលខ្ញុំប្រើណាទឹកស៊ីអ៊ីវយើងដាក់ឲ្យល្មមទៅបានហើយកុំឲ្យប្រៃខ្លាំងពេកណាឆាបាយយើងចុះឡើងឲ្យសព្វគ្រឿងចូលគ្នាទៅហើយឆាឲ្យស្ងួតទឹកតិចទៅគឺយើងបិទភ្លើងបានហើយ